โดยเจียជំងឺ Phệ Món คือเจียประเภทជំងឺการมะเร็งម្យ៉ាងដែលបរិសុទ្ធត្រីគឺងាយនឹងមានការឆ្លងខ្លាំងមែនទែនតាមរយៈការរួមភេទឬមួយក៏តាមរយៈការរស់នៅប្រចាំថ្ងៃរបស់គាត់ចាហើយចំពោះជំងឺ Phệ Món ជាប្រភេទជំងឺមួយដែលអាចថាវាពិបាកក្នុងការព្យាបាលហើយក៏អាចងាយស្រួលក្នុងការព្យាបាលដែរបើយើងព្យាបាលឲ្យត្រូវគោលដៅជាមួយនឹងចាដុំសាច់ឬក៏មេរោគដែលយើងកំពុងតែកើតមានក៏ប៉ុន្តែបើសិនជាយើងមិនបានជ្រើសរើសការព្យាបាលដែលត្រឹមត្រូវចាគឺវាអាចនឹងបង្កផលវិបាកឬក៏អាចបង្កគ្រោះថ្នាក់សម្រាប់អ្នកដែលបានកើតហើយជាក់ស្ដែងចំពោះជំងឺមួយនេះក៏មានការចម្លងលឿនខ្លាំងដែរពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការរួមភេទហើយចំពោះការវិវត្តនៃដុំសាច់នោះក៏អាស្រ័យទៅលើសុខភាពរបស់អ្នកដែលកើតហើយនិងប្រភេទដុំសាច់ដែលកើតដែរចាមានដុំសាច់ខ្លះទៅគឺអាចវិវត្តយឺតខ្លាំងមែនទែនហើយដុំសាច់ខ្លះទៀតគឺវិវត្តលឿនដូច្នេះអ្នកគ្រូលើកទឹកចិត្តសម្រាប់មិត្តនារីបងបរោះឬក៏អ្នកដែលគាត់កើតមានជំងឺ Phệ Món នេះហើយគាត់កំពុងតែពិបាកចិត្ត stress មិនដឹងថាគួរព្យាបាលបែបណាល្អមិនដឹងថាគួរការពារឬមួយក៏បង្ការបែបណាល្អបងអាចតាក់ទងមកកាន់អ្នកគ្រូតាម Telegram 069 316714ដើម្បីធ្វើការប្រឹក្សាសុខភាពបានអរគុណ